រឿងខ្លះការប៉ັດវាមិនដូចអ្វីដែលយើងគិតវិភាគខ្លួនឯងទេស្គាល់ពាក្យថាល្បិចមេបំភ័ន្តផ្នែកអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគ្រាន់តែមើលឲ្យវិភាគអ្នកទាំងអស់គ្នាប្រកាសជាគិតថាពេលហ្នឹងតួខ្ញុំប្រកាសជាអត់មានពាក្យអីទេត្រូវអ្នកទាំងអស់គ្នាប៉ុន្តែឥឡូវខ្ញុំមកឲ្យអ្នកទាំងអស់គ្នាមើល behind the scene មើលឈុតឆាកដែលយើងបានថតផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាអាចមើលបានរបៀបថតគឺគេមានរបៀបថតណាស់អ្នកទាំងអស់គ្នាបើសិនជាប្លង់លក្ខណៈត្រូវលបោត្រូវអីអញ្ចឹងណាតួស្រីគឺត្រូវតែមានកៅអៅចងពងគេធ្វើមិនឲ្យឃើញវាខ្នងវាមុខអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែកៅអៅគឺត្រូវតែស្លៀកសម័យនេះអ្នកទាំងអស់គ្នាបច្ចេកទេសគឺថាទៅនើបគេមិនមែនថតអីចេញមកឆៅដូចអ្នកទាំងអស់គ្នាគិតអញ្ចឹងណាដោយប្លង់នេះអញ្ចឹងបើមើលទៅជើងខាងក្រោមមកដូចអត់មានអីអញ្ចឹងតែក៏ប៉ັດចាលើកជើងខោឡើងទេចាយទៅគឺថាគ្រាន់តែធ្វើលបោស្រង់អីចឹងទៅគេមានប្លង់ចាប់ប្លង់លើប្លង់មុខប្លង់ក្រោយអីចឹងអ្នកទាំងអស់គ្នាបច្ចេកទេសថតរបស់ពួកខ្ញុំអ្នកទាំងអស់គ្នាឃើញដោយការប៉ັດបើអត់ធ្វើអញ្ចឹងទេអ្នកមើលគាត់អត់ជក់ចិត្តអ្នកមើលគាត់មានអារម្មណ៍ថាដូចនៅក្នុងសាច់រឿងនឹងអញ្ចឹងអ្នកទាំងអស់គ្នាហើយលើកទី1ដែលខ្ញុំថតលបងប្រែកខ្ញុំសេក sexy បែបនេះអ្នកទាំងអស់គ្នាដោយសារតែថ្ងៃនេះគាត់កំងតួខ្ញុំ sexy អញ្ចឹងណាហើយខ្ញុំពាក់ឈុតនេះហើយខ្ញុំក៏សួរគាត់ដែរតើអូខេអត់បងអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងគាត់អូខេជាមួយនឹងឈុតនេះបាទខ្ញុំចាប់ផ្ដើមស្លៀកថតដោយព្រោះប្លង់យើងថ្ងៃនេះគឺត្រូវជាមួយនឹងឈុតបែបហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាជួយ rate មើលតើឈុតនេះស្អាតប៉ុន្មានភាគរយដែរវា sexy តែខាងក្រោយអ្នកទាំងអស់គ្នាប៉ុន្តែខាងមុខគឺអត់អីទេអ្នកទាំងអស់គ្នាដោយសារតែយើងថតតែខាងមុខអញ្ចឹងអ្នកទាំងអស់គ្នារៀងខ្ញុំមកបងប្អូនទាំងអស់គ្នាក៏ចាប់អារម្មណ៍មកខ្ញុំណាតែងុំគឺថារឿងសក់ខ្ញុំតែម្ដងទាំងអស់គ្នាខ្ញុំចេញវីដេអូមួយណាថតវីដេអូមួយណាគឺមានតែបងឆាតមកសួរជាមួយនឹងចូល comment ពីរឿងសក់របស់ខ្ញុំអ្នកទាំងអស់គ្នាអើយបាទអ្នកទាំងអស់គ្នាចង់បានជាមួយខ្សែសក់ដែលតុនវែងអាឡោះលងបែបនេះកុំភ្លេចមកកក់ជាមួយនឹងឈុតសាប៊ូ collagen ទាំងអស់គ្នានិយាយទៅគឺថាខ្ញុំប្រើកាន់ឆ្នាំហើយខ្ញុំប្រាប់បងប្អូនដដែលនិយាយទៅគឺខ្ញុំកាន់ជាមួយឈុតសាប៊ូ collagen រយៈពេល74ឆ្នាំហើយបងប្អូនទាំងអស់គ្នាហើយគឺខ្ញុំប្រើប្រាស់ផ្ទាល់ខ្លួនឯងតែម្ដងហើយខ្ញុំមិនមែនប្រើតែម្នាក់ឯងទេសូម្បីតែក្រុមគ្រួសារខ្ញុំអីក៏ខ្ញុំប្រើទាំងអស់គ្នាដែរនិយាយទៅគឺពូម៉ាក់គ្នាខ្ញុំអីគឺថាប្រើទាំងអស់ហ្មងជាមួយឈុតសាប៊ូ collagen ដោយសារតែសាប៊ូ collagen នេះមួយឈុតនេះគឺថាល្អខ្លាំងពេកទៅលើតែខ្សែសក់ដែលតុនអាឡោះឡងវែងធ្វើឲ្យសក់របស់យើងមានទម្ងន់គឺថាជួយបានច្រើនខ្លាំងមែនតើហើយផ្ដោតសំខាន់បំផុតទៅលើខ្សែសក់ដែលខូចខ្លាំងបែកចុងអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាគឺថាជួយព្យាបាលបានល្អខ្លាំងមែនតើហ្មងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាចង់បានជាមួយខ្សែសក់ដែលវែងតុនលងអត់បែកចុងអត់ស្អិតអត់សពងលេងពណ៌សក់មិនក៏អត់ខូចឲ្យមិនសាក់បានជាមួយឈុតសាប៊ូ collagen ទាំងអស់គ្នា